ដោយមួយរយៈនេះមានញោមញាតិពុទ្ធបរិស័ទគាត់ចង់ដឹងពីប្រវត្តិនៃរឿងបុណ្យពុទ្ធាពិសេសតើបុណ្យពុទ្ធាពិសេសនេះកើតឡើងតាំងពីពេលណាមកហើយព្រះពុទ្ធរូបដែលកសាងជារូបរាងព្រះពុទ្ធនឹងចាប់តាំងពីឆ្នាំណាមកហើយពុទ្ធាពិសេសនោះធ្វើបុណ្យពុទ្ធាពិសេសនោះតើមានគោលបំណងយ៉ាងណាបាទញោមញាតិពុទ្ធបរិស័ទស្រីប្រុសជាអ្នកកម្មពុទ្ធសាសនាយើងដឹងហើយណាយើងធ្លាប់ឮហើយបុណ្យហ្នឹងប៉ុន្តែគ្រាន់ថាអត់ទាន់ដឹងថាប្រវត្តិបុណ្យហ្នឹងមកពីណាបុណ្យដែលយើងធ្វើពុទ្ធាពិសេសនេះគឺយើងយកលំនាំទៅតាមកាលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងដំបូងបង្អស់នៅពេលដែលមាមកចាញ់ព្រះអង្គហើយមាហ្នឹងក៏បានបរាជ័យទៅពេលនោះទេវតាទាំងឡាយក៏នាំគ្នាមកអភិសេកព្រះអង្គមានន័យថាស្រែកជ័យខុសនិងយកផ្កាកម្រងទាំងឡាយយកមកបូជាថ្វាយព្រះអង្គនៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គចូលបរិនិព្វានទៅព្រះពុទ្ធសករាជបាន500ឆ្នាំពេលនោះនៅក្នុងរាជនៃព្រះរាជាមួយព្រះអង្គព្រះនាមមិលិនហើយជាមួយនឹងព្រះថេរៈមួយព្រះអង្គព្រះនាមនិកសេនសម័យកាលនោះគឺព្រះមិលិនមានជាអ្នកមានបញ្ញាខ្លាំងណាស់ញោមជាអ្នកដែលដេញដោលសួរសំណួរទៅកាន់សាសនាដតីសាសនាដតីដែលនៅសម័យនោះព្រះបាទមិលិនគឺព្រះអង្គលោកមានបញ្ញាខ្លាំងគ្មានមេសាសនាណាដែលអាចឆ្លើយសំណួរលោកបានទេដល់ពេលអញ្ចឹងបានដល់ព្រះថេរៈមួយព្រះអង្គព្រះនាមនិកសេនកើតឡើងមកព្រះថេរៈនិកសេននេះលោកជាព្រះអរហន្តមានបញ្ញាខ្លាំងអាចទប់ទល់ជាមួយនឹងបញ្ញារបស់ព្រះរាជាព្រះនាមមិលិននឹងបានដល់ពេលអញ្ចឹងក៏ក្រោយមកដោះស្រាយបញ្ហារបស់ព្រះរាជាចាប់សពគ្រប់ក៏ព្រះរាជានឹងជ្រះថ្លានឹងព្រះពុទ្ធសាសនាណានៅសម័យកាលនោះបន្ទាប់មកក៏ថ្ងៃមួយព្រះថេរៈអង្គនឹងលោកចង់កសាងព្រះពុទ្ធរូបព្រះនិកសេនថេរៈលោកចង់កសាងព្រះពុទ្ធរូបព្រោះសម័យកាលហ្នឹងអត់ទាន់មានព្រះពុទ្ធរូបទេអញ្ចឹងចង់កសាងព្រះពុទ្ធរូបដើម្បីទុកគ្រាន់ជាទីគោរពបូជាពេលនោះដំណឹងហ្នឹងឮដល់ព្រះរាជាព្រះអង្គក៏ឲ្យនិមន្តមុខមន្ត្រីទាំងអស់សេនាកហបតីអីហ្នឹងអ្នកណាអាចទៅរកដុំថ្មណាដែលមានតម្លៃខ្លាំងបំផុតឬក៏កែវមณีណាដែលមានតម្លៃខ្លាំងដែលមានតម្លៃខ្ពស់បំផុតมันអាចកាត់ថ្លៃបានហ្នឹងឲ្យទៅរកដើម្បីយកមកឆ្លាក់ធ្វើព្រះអញ្ចឹងពេលនោះឯងដំណឹងហ្នឹងក៏សាយភាយឬដល់សកទេវរាជគឺប្រអិនយើងសប្តាហ៍ថ្ងៃហ្នឹងណាសកទេវរាជជ្រះថ្លាព្រះអង្គក៏ប្រើវេសកម្មទេវបុត្រឲ្យមកភ្នំវេបុលហ្នឹងគឺជាភ្នំដែលពួកកំភ័ន្តគ្រប់គ្រងហើយភ្នំហ្នឹងមានកែវមณีមួយដុំឈ្មោះថាកែវមณีជោតិហ្នឹងគឺពួកកំភ័ន្តហ្នឹងវាទុកសម្រាប់ថ្វាយដល់ស្ដេចចក្រដែលកើតឡើងនៅលើលោកអញ្ចឹងពួកកំភ័ន្តហ្នឹងវាអត់ឲ្យទេអត់ឲ្យកែវមณีជោតិហ្នឹងទេព្រោះកែវមณีជោតិហ្នឹងសម្រាប់តែស្ដេចចក្រពត្តិទេបើកាលណាថ្ងៃណាមួយស្ដេចចក្រពត្តិកើតឡើងនៅលើលោកអត់បានយកកែវមณีជោតិទៅថ្វាយដល់ស្ដេចចក្រពត្តិហ្នឹងទេស្ដេចចក្រពត្តិហ្នឹងនឹងខឹងហើយធ្វើឲ្យពួកកំភ័ន្តហ្នឹងបែកក្បាលទៅជា7ចំណែកអញ្ចឹងអត់ហ៊ានទេម្ល៉េះហើយបានទូលដល់សកទេវរាជវិញថាបបិទ្ធព្រះអង្គហើយខ្ញុំព្រះអង្គមិនហ៊ានឲ្យនៅកែវមณีជោតិហ្នឹងទេតែខ្ញុំព្រះអង្គនៅសល់កែវមរកតមួយដុំហើយកែវមរកតហ្នឹងអត់មានម្ចាស់ទេលោកព្រះអង្គហើយអត់មានម្ចាស់ទេអញ្ចឹងខ្ញុំព្រះអង្គនឹងយកកែវមณีហ្នឹងយកកែវមរកតហ្នឹងយកមកប្រគេនថ្វាយដល់ព្រះអង្គដើម្បីធ្វើរូបព្រះសម្មាសម្ពុទ្ធបូជាចំពោះគុណព្រះអង្គក៏យកមកញញោមយកមកហើយពណ៌កែវមរកតហ្នឹងគឺពណ៌ស្លឹកចេកខ្ចីស្លឹកចេកស្អាតណាស់ញោមកែវមរកតហ្នឹងក៏យកមកហើយថ្មកែវមរកតហ្នឹងរឹងណាស់ញញោមរឹងណាស់ដល់យកមកយកទៅប្រគេនដល់ព្រះនិកសេនហ្នឹងលោកក៏អត់ដឹងតែធ្វើយ៉ាងម៉េចដែរព្រោះអត់ដែរជួបមុខព្រះផងព្រះនិកសេនលោកអត់ដែរជួបមុខព្រះថាយ៉ាងព្រះអង្គមានតម្រង់មុខយ៉ាងណាអីយ៉ាងណាអត់ដឹងហើយណាមួយទៀតថ្មដែលជាកែវមរកតហ្នឹង
គឺរឹងពេកតែពេលរឹងពេកឲ្យប្រអិនហ្នឹងឲ្យវិសកម្មទេវបុត្រហ្នឹងជាអ្នកទទួលខុសត្រូវខាងឆ្លាក់រូបកែវមរកតហ្នឹងព្រោះដោយតែហេតុថាវិសកម្មទេវបុត្រហ្នឹងជាអ្នកបម្រើព្រះសម្មាសម្ពុទ្ធតាំងពីព្រះអង្គគង់នៅរហូតមកដល់ពេលហ្នឹងវិសកម្មទេវបុត្រហ្នឹងក៏ឆ្លាក់រួចរាល់អស់ហើយយករូបព្រះសម្មាសម្ពុទ្ធដែលឆ្លាក់រួចហ្នឹងយកទៅថ្វាយដល់ព្រះរាជាក៏ឲ្យគេរៀបចំបុណ្យមួយឲ្យឈ្មោះថាបុណ្យពុទ្ធាពិសេសណាព្រះរាជាណាហើយធ្វើបុណ្យកក្រឹកកក្រែងបុណ្យពុទ្ធាពិសេសហ្នឹងធ្វើបុណ្យកក្រឹកកក្រែងហ្នឹងគឺប្រវត្តិនៃការកើតឡើងនៃបុណ្យពុទ្ធាពិសេសហ្នឹងគឺកើតឡើងនៅឆ្នាំពុទ្ធសករាជ500ឆ្នាំ500ឆ្នាំបន្តមកខាងក្រោយមកនៅពុទ្ធសករាជ1000ឆ្នាំពេលនោះនៅប្រទេសឥណ្ឌាគឺមានពួកសាសនាដទៃហ្នឹងជាអ្នកកំទេចពុទ្ធសាសនាមកកំទេចសម្លាប់ប្រសង់កំទេចវត្តអារាមអញ្ចឹងទៅហើយប្រសង់អង្គខ្លះដែលលោកខំរត់គេចពីការកាប់សម្លាប់ពីសំណាក់សាសនាដទៃហ្នឹងរត់មកយកបកែវមរកតហ្នឹងមកតាមខ្លួនរត់រហូតមកដល់ប្រទេសមួយឈ្មោះលង្កាទ្វីបមកដល់ប្រទេសលង្កាទ្វីបហ្នឹងជាប្រទេសកាន់ព្រះពុទ្ធសាសនាព្រះរាជាជាអ្នកកាន់ពុទ្ធសាសនាដូចគ្នាដែរអញ្ចឹងបានយកបកែវមរកតហ្នឹងទៅថ្វាយដល់ព្រះរាជាក៏តម្កល់នៅក្នុងព្រះរាជវាំងរហូតទៅដល់ឆ្នាំពុទ្ធសករាជឆ្នាំ1560ពេលនោះក្នុងប្រទេសកម្ពុជាយើងក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1ពេលនោះនៅប្រទេសភូមាមានស្ដេចមួយព្រះអង្គព្រះនាមអនុរុទ្ធជ្រះថ្លាក្នុងគុណព្រះពុទ្ធណាជាអ្នកកាន់ពុទ្ធសាសនាល្អខ្ជាប់ខ្ជួនណាពេលនោះឯងដឹងដំណឹងថានៅលង្កាទ្វីបមានបត្រៃបិដកអញ្ចឹងព្រះអង្គមានគោលបំណងចង់ចម្លងបត្រៃបិដកពីប្រទេសស្រីលង្កាក៏ឲ្យចាត់ឲ្យអ្នកប្រាជ្ញ20អង្គជាសំពៅ2ទៅដើម្បីទៅសុំចម្លងបត្រៃបិដកទៅដល់លង្កាទ្វីបក៏អ្នកប្រាជ្ញភូមិហ្នឹងចម្លងបានគម្ពីរបត្រៃបិដកចប់សពគ្រប់ហើយស្រាប់តែឃើញប្រកែវមរកតហ្នឹងស្អាតណាស់ក៏សូមព្រះរាជាសុំប្រកែវមរកតហ្នឹងដើម្បីយកទៅប្រទេសភូមាព្រះរាជានៅប្រទេសលង្កាព្រះអង្គក៏មានបតីល្អព្រះអង្គក៏អនុញ្ញាតឲ្យយកទៅពេលនោះដាក់តាមសំពៅឆ្លងតាមសមុទ្រណាញោមឆ្លងតាមសមុទ្រដល់ពាក់កណ្ដាលសមុទ្រទាំងកពីទាំងប្រកែវមរកតហើយទាំងអ្នកប្រាជ្ញដល់ពាក់កណ្ដាលសមុទ្រស្រាប់តែមានខ្យល់ព្យុះមកបោកមកណាសំពៅទាំងពីរហ្នឹងមកទើនៅច្រាំងសមុទ្រនៃប្រទេសកម្ពុជាយើងហ្នឹងនៅខេត្តបន្ទាយមាសដល់ពេលអញ្ចឹងច្បាយខេត្តបន្ទាយមាសហ្នឹងក៏ឃើញសំពៅមកពីណាប្លែកក៏នាំគ្នាទៅមើលទៅឃើញមានប្រសង់អ្នកប្រាជ្ញ20អង្គហើយនឹងបត្រៃបិដកព្រមទាំងព្រះពុទ្ធកសាងពីព្រះកែវមរកតក៏យាងព្រះអង្គឲ្យឡើងគោកមកទៅថ្វាយដល់ព្រះរាជាព្រះបាទសូរ្យវរ្ម័នទី1ពេលនោះព្រះអង្គជ្រះថ្លាណាស់ក៏ទំនុកបំរុងអ្នកប្រាជ្ញពេលនោះឯងក៏លើដំណឹងហ្នឹងលើដល់ព្រះរាជានៃប្រទេសភូមាថាសំពៅដែលបាត់ហ្នឹងគឺទៅនៅប្រទេសកម្ពុជាយើងហ្នឹងព្រះរាជានៃប្រទេសភូមាក៏ចាត់ឲ្យគេហៅថាចាត់ឲ្យគេហ្នឹងមកប្រទេសខ្មែរយើងដើម្បីស្នើសុំអ្នកប្រាជ្ញនិងគម្ពីរបត្រៃបិដកព្រមទាំងប្រកែវមរកតទៅប្រទេសគេវិញតែពេលអញ្ចឹងព្រះរាជាខ្មែរយើងព្រះអង្គនឹកស្ដាយគម្ពីរបត្រៃបិដកនិងនឹកស្ដាយប្រកែវមរកតព្រះអង្គក៏សូមពជាពេលអញ្ចឹងក៏7ថ្ងៃក្រោយចាំមកយកពេលនោះព្រះអង្គក៏បង្រួមឲ្យមានអ្នកប្រាជ្ញខ្មែរយើងនឹងប្រមូលអ្នកប្រាជ្ញទាំងអស់មកចម្លងគម្ពីរបត្រៃបិដកទាំងយប់ទាំងថ្ងៃឲ្យហ៊ានដេកបាទដាក់វេនគ្នាចម្លងដល់ពេលនោះបានចម្លងចប់សពគ្រប់ដល់ថ្ងៃដែលគេមកយកគម្ពីរបត្រៃបិដកទៅវិញព្រមទាំងប្រកែវមរកតនោះពេលនោះឯងប្រជាជនខ្មែរយើងមានចិត្តជ្រះថ្លាក្នុងបរតនត្រ័យខ្លាំងណាក្នុង
ព្រះពុទ្ធសាសនាព្រះជាក៏ស្នើថាព្រះអង្គហើយខ្ញុំព្រះអង្គនឹងឲ្យបត្រៃបិដកទៅវិញប៉ុន្តែខ្ញុំព្រះអង្គសូមប្រកែមរកតទុកក្នុងប្រទេសកម្ពុជាទុកជាទីសក្ការៈបូជាពេលនោះឯងប្រកែមរកតព្រះអង្គក៏ចេញរស្មីចេញពីព្រះអង្គកាយប្រកែមរកតហ្នឹងចេញរស្មីមកផ្លេកចឹងមកគឺជាសញ្ញាថាព្រះអង្គគង់នៅក្នុងប្រទេសកម្ពុជាយើងនឹងហើយណាប្រកែមរកតសពថ្ងៃហ្នឹងក្នុងវាំងសពថ្ងៃហ្នឹងនៅក្នុងវត្តមួយឈ្មោះវត្តប្រកែមរកតបាទចឹងប្រវត្តិរឿងរ៉ាវនេះគឺសបង្ហាញឲ្យឃើញថាព្រះពុទ្ធរូបដែលបានកសាងដំបូងហ្នឹងគឺការចេញពីប្រកែមរកតហ្នឹងហើយបាទដែលនៅក្នុងបរិជ្ជវាំងសប្តាហ៍ថ្ងៃហ្នឹងបាទអញ្ចឹងញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់គ្នាដែលណាយល់ច្បាស់នៅក្នុងការកើតឡើងនៃព្រះពុទ្ធរូបដំបូងគេគឺកើតនៅឆ្នាំពុទ្ធសករាជឆ្នាំ500កើតដោយឫទ្ធិរបស់ព្រះថេរៈមួយព្រះអង្គព្រះនាមណានាគសេនបាទហ្នឹងគឺប្រវត្តិរឿងរ៉ាវហើយបន្តមកគឺខ្មែរយើងក៏នាំគ្នាធ្វើពិធីណាពុទ្ធិពិស័យកណាពិធីពុទ្ធិពិស័យនឹងតាំងពីពេលហ្នឹងមកហើយក៏នាំគ្នាឆ្លាក់រូបព្រះសម្មាសម្ពុទ្ធតគ្នាយកលំនាំតាមប្រកែមរកតអញ្ចឹងមកបាទហ្នឹងគឺប្រវត្តិរឿងរ៉ាវនោះហើយសំណួរសួរថាតើពិធីបុណ្យពុទ្ធិពិស័យហ្នឹងគេធ្វើដើម្បីអ្វីពិធីបុណ្យពុទ្ធិពិស័យគេធ្វើដើម្បីលើកតម្កើងព្រះសម្មាសម្ពុទ្ធឬក៏ដើម្បីរំលឹកគុណព្រះអង្គគេធ្វើពិធីបុណ្យពុទ្ធិពិស័យហ្នឹងហើយដោយខ្មែរយើងគឺគាត់ធ្វើសប្តាហ៍ថ្ងៃនេះគឺធ្វើត្រឹមត្រូវហើយគឺមានការភ្ញីមានទឹកអប់មានអីដើម្បីបូជាព្រះអង្គយកទៅបាចឹងទៅគឺត្រូវហើយបាទគឺថាបុណ្យពុទ្ធិពិស័យហ្នឹងគឺត្រូវមានផ្កាបានច្រើនល្អបាទហើយបុណ្យពុទ្ធិពិស័យហ្នឹងគឺធ្វើដើម្បីជាការបញ្ជាក់ប្រាប់ថាធ្វើរបស់ដែលមិនមានតម្លៃឲ្យទៅជារបស់មានតម្លៃដូចជារូបព្រះសម្មាសម្ពុទ្ធចឹងការដែលនៅថ្មធម្មតាមិនទាន់ជាបានឆ្លាក់ធ្វើជារូបព្រះទេថ្មហ្នឹងមិនសូវជាមានតម្លៃទេមិនសូវជាគេគោរពទេតែដល់ពេលឆ្លាក់ធ្វើជារូបព្រះសម្មាសម្ពុទ្ធទៅមានអ្នកគោរពបូជាមិនហ៊ានប្រមាថទៅលើព្រះអង្គទេអញ្ចឹងគឺធ្វើបុណ្យពុទ្ធិពិស័យហ្នឹងគឺធ្វើដើម្បីលើកតម្កើងផងដើម្បីនឹងប្រែនៅរបស់ដែលមិនមានតម្លៃឲ្យទៅជារបស់មានតម្លៃដែលគេគោរពបូជាជាច្រើនអ្នកជាច្រើនគ្នានឹងអញ្ចឹងតាហ្នឹងគឺហើយដែលនាំឲ្យយើងធ្វើបុណ្យពុទ្ធិពិស័យនោះហើយបុណ្យពុទ្ធិពិស័យនឹងទៀតសោតគឺធ្វើដើម្បីញ៉ាំងឲ្យសទ្ធាពុទ្ធបរិស័ទដែលគាត់ខំលះបង់ប្រាក់លះបង់ថវិកាដើម្បីកសាងនៅព្រះពុទ្ធរូបហ្នឹងឲ្យគាត់រឹតតែមានសទ្ធាជ្រះថ្លាឡើងបងឲ្យគាត់មានសទ្ធាជ្រះថ្លាឡើងក្នុងគុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃហ្នឹងហើយបុណ្យពុទ្ធិពិស័យហ្នឹងគឺជាបុណ្យដែលមានអំណាចខ្លាំងណាស់ញាតិញោមណាដោយក្នុងបកាថាមួយលោកថាពុទ្ធបូជាមហាតេជោការបូជាចំពោះព្រះពុទ្ធមានតែចេះខ្លាំងហ្នឹងគឺគ្មានណាគេអាចយកឈ្នះបានទេដោយព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងដំបូងសូម្បីតែមាមកផ្ចាញ់ព្រះអង្គហើយមាហ្នឹងមិនមែនអមនុស្សទេណាញាតិញោមខ្លះគាត់គិតថាមាហ្នឹងអមនុស្សមែនទេមាហ្នឹងគឺជាទេវតាថ្នាក់ទី7ប៉ុន្តែទេវតាហ្នឹងមានចិត្តចំណែននឹងព្រះសម្មាសម្ពុទ្ធមិនចង់ឲ្យនរណាគេខ្លាំងជាងគាត់ទេតែដល់ពេលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងលើលោកមាហ្នឹងមកផ្ចាញ់ព្រះអង្គហ្នឹងគឺផ្ចាញ់ដោយហេតុច្រើនដូចជានិមិត្តឲ្យមានព្យុះនិមិត្តឲ្យមានភ្លៀងឲ្យដំរីណាឡាគិរីឲ្យចង់ឲ្យដំរីណាឡាគិរីហ្នឹងជន់ព្រះអង្គឲ្យកប៉ែតហ្នឹងហើយមានច្រើនទៀតនិមិត្តធ្វើជាព្យុះដុំថ្មធ្វើជាព្យុះទឹកភ្លៀងទឹកភ្លៀងហ្នឹងមិនមែនទឹកធម្មតាទៀតទឹកគ្រុតទឹកអាស៊ីតអីចឹងហ្នឹងហើយព្យុះខ្លះហ្នឹងចេញពីសិតតែដុំភ្លើងទាំងអស់ក៏មានដែរគឺខ្លាំងណាស់ហើយទេវតានៅថែរក្សាទៅតាមព្រៃភ្នំហ្នឹងគឺថារត់ចែកជាគ្នាអស់ហើយនៅពេលហ្នឹងតែដល់ពេលព្រះសម្មាសម្ពុទ្ធព្រះអង្គបានយកឈ្នះមាទៅបានទេវតាទាំងអស់ហ្នឹងមកវិញហើយបានស្រែកជ័យខុស4ដងទេវតាណាស្រែកជ័យខុស4ដងហើយបាចផ្កាថ្វាយព្រះអង្គ4ដង
ចឹងតែចឹងណាញាតិញោមណាចឹងហើយបានញាតិញោមពុទ្ធបរិស័ទចូលចិត្តធ្វើបុណ្យពុទ្ធិពិសេសណាព្រោះបុណ្យពុទ្ធិពិសេសហ្នឹងគឺញ៉ាំងឲ្យយើងជាតិអនាគតណាមានអំណាចខ្លាំងមានគេគោរពមានគេកោតក្រែងខ្លាចហ្នឹងហើយមានអំណាចមានស័ក្តិមានបុណ្យស័ក្តិមានជុស័ក្តិហ្នឹងចឹងនឹងអំណាចនៃការធ្វើបុណ្យពុទ្ធិពិសេសនោះបាទហើយបុណ្យពុទ្ធិពិសេសហ្នឹងគឺគេធ្វើដើម្បីបង្ហាញអំពីអត្តសញ្ញាណជាតិថាយើងជាអ្នកកាន់ពុទ្ធសាសនាជាអ្នកជាខ្មែរហើយកាន់ពុទ្ធសាសនាបែបខ្មែរបាទហើយយើងធ្វើហ្នឹងគឺធ្វើនឹកដល់គុណព្រះអង្គការដែលព្រះអង្គបានត្រាស់ដឹងដំបូងហើយយកឈ្នះមានដំបូងមកម្លេះបាទហ្នឹងហើយញាតិញោមពុទ្ធបរិស័ទអ្នកធ្វើបុណ្យហ្នឹងគឺតើមានចិត្តជ្រះថ្លាដែរណាបើមានចិត្តជ្រះថ្លានឹងការបូជាព្រះអង្គទេបុណ្យហ្នឹងក៏មិនសូវបានច្រើនដែរព្រោះបុណ្យពុទ្ធិពិសេសនេះគឺអស់លុយច្រើនណាអានិសង្សនៃអ្នកកសាងព្រះពុទ្ធរូបហ្នឹងគឺទី1មានដៃចេះខ្លាំងណាមានដៃចេះខ្លាំងហ្នឹងមានអំណាចខ្លាំងណាញាតិញោមមើលអ្នកខ្លះអីអ្នកខ្លះកាលឡើងមកគឺគេមានគេគោរពបូជាតែម្ដងមានដៃចេះណាគេគោរពបូជាគេស្រឡាញ់គោរពបូជាចឹងទៅនឹងដោយការព្រះអង្គកើតជាប្រវេសន្តរហ្នឹងកើតជាប្រវេសន្តរអីហ្នឹងគឺការចេញពីការកសាងព្រះពុទ្ធរូបហ្នឹងហើយធ្វើឲ្យមនុស្សដែលគាត់បានកសាងព្រះពុទ្ធរូបហ្នឹងគឺមានពណ៌ស្អាតញាតិញោមណាមកសាងព្រះពុទ្ធរូបមានពណ៌ស្អាតមានទ្រង់ទ្រាយស្អាតហ្នឹងហើយហ្នឹងនៅចិត្តអនាគតណាមានទ្រង់ទ្រាយស្អាតមានពណ៌ស្អាតព្រោះយើងមើលទៅព្រះពុទ្ធរូបមួយអង្គជាងគាត់ធ្វើគាត់ចិត្តចង់ណាគាត់ចិត្តចង់ធ្វើយ៉ាងណាឲ្យស្អាតបើមិនស្អាតញាតិញោមក៏អត់ទិញញាតិញោមក៏អត់ជាវអញ្ចឹងតធ្វើឲ្យស្អាតអញ្ចឹងមានន័យថាញាតិញោមអ្នកជាវព្រះពុទ្ធរូបអីក៏សាងព្រះពុទ្ធរូបអីហ្នឹងសិតអ្នកមានពណ៌សម្បុរស្អាតណាបងហើយជាតិអនាគតនោះនឹងបានជួបព្រះសិអាមិត្រីស្ដាប់ពធព្រះអង្គបានព្រឹទ្ធផុតចាកទុកដល់អំណាចនៃកសាងព្រះពុទ្ធរូបនេះបងនឹងហើយមួយទៀតគឺជាអ្នកបានបុណ្យទាំងយប់ទាំងថ្ងៃអ្នកកសាងព្រះហ្នឹងជាអ្នកបានបុណ្យទាំងយប់ទាំងថ្ងៃមិនបានបុណ្យទាំងយប់ទាំងថ្ងៃព្រោះនៅពេលណាដែលមានគេមកថ្វាយបង្គំព្រះយើងបានបុណ្យដែរព្រោះព្រះហ្នឹងយើងបានជាវយើងបានកសាងនឹងមានន័យថាយើងបានបុណ្យទាំងយប់ទាំងថ្ងៃបាទប៉ុណ្ណឹងចាស់ណាញាតិញោមដល់ម៉ោងហើយ